ស្រីយើងកំពុងតែស្រានអានាងស៊ីរ៉ូដួលលោកលូជីក៏បានមកដល់ក៏សួរថាមានរឿងអ្វីកើតឡើងអានាងស៊ីរ៉ូក៏និយាយថាខ្ញុំទៅតែមកទីនេះដើម្បីមកមើលរបួសបងស្រីខ្ញុំមានមិត្តម្នាក់ដែលធ្វើការជួសជុលខ្ញុំចង់ឃើញថាតើខ្ញុំអាចជួយបងស្រីរបស់ខ្ញុំបានទេខ្ញុំមិននឹកឆ្មានថាខ្ញុំមិនបាននិយាយនៅឡើយទេគាត់ក៏បានរុញខ្ញុំចុះតួស្រីយើងលើដូច្នេះគាត់ក៏បានសើចរីឯលោកលូជីក៏បានលើកអ្នកនាងស៊ីរ៉ូមកលោកលូជីគាត់ក៏បានមើលទៅតួស្រីយើងក៏និយាយទៅកាន់តួស្រីយើងថាស៊ីនេះហេតុអ្វីបានជាអ្នកតែងតែធ្វើបាបដល់ស៊ីរ៉ូបែបនេះអតីតកាលឥឡូវនេះតើអាចចាត់ទុកអតីតកាលចោលបានទេអ្នកមិនអាចពឹងផ្អែកលើការពិតដែលថាអ្នកបានរងរបួសរហូតនោះទេអ្នកធ្វើដូចជាឆ្កែឆ្កួតទៅខំអ្នកផ្សេងគ្រប់ទីកន្លែងស៊ីរ៉ូនាងតែងតែគិតអំពីអ្នកតើនាងមានបញ្ហាអ្វីលោកលូជីក៏និយាយទៅកាន់អ្នកនាងស៊ីរ៉ូថាខ្ញុំនឹងយកអ្នកទៅមន្ទីរពេទ្យជាមុនសិនបន្ទាប់មកលោកក៏បានបីអ្នកនាងស៊ីរ៉ូទៅមន្ទីរពេទ្យតែម្ដងដែលមិនខ្វល់តួស្រីយើងសូមបីតែបន្តិចរីឯអ្នកនាងស៊ីរ៉ូគឺសើចចំអកដាក់តួស្រីយើងតែម្ដងឌឺតែម្ដងណារំពេចនោះតួស្រីយើងគាត់ក៏បានរាវរកទូរស័ព្ទរបស់គាត់ក្នុងកាបូបក៏ទេទៅមនុស្សម្នាក់ក៏បាននិយាយថារួចរាល់ហើយសូមអ្នកទទួលខ្ញុំទៅមន្ទីរពេទ្យយើងងាកមកមើលខាងលោកលូជីនិងអ្នកនាងស៊ីរ៉ូនេះវិញលោកលូជីបានធ្វើនំខេកមួយឲ្យអ្នកនាងស៊ីរ៉ូស្របពេលដែលអ្នកនាងស៊ីរ៉ូគាត់កំពុងតែដេកសម្រាកនៅក្នុងមន្ទីរពេទ្យបន្ទាប់មកអ្នកនាងស៊ីរ៉ូក៏បានផ្លុំទៀនតែម្ដងលោកលូជីក៏បានសួរអ្នកនាងស៊ីរ៉ូថាតើក្បាលរបស់អ្នកឈប់ឈឺហើយមែនទេអ្នកនាងស៊ីរ៉ូក៏បានងក់ក្បាលថាអត់ឈឺទេបន្ទាប់មកលោកលូជីគាត់ក៏បានដាក់នំខេកចុះមិត្តភ័ក្តិរបស់អ្នកនាងស៊ីរ៉ូនៅពីក្រោយក៏បាននិយាយថាការថើបអាចបញ្ចេញសារធាតុមួយយ៉ាងអាចកាត់បន្ថយការឈឺចាប់ក្នុងករណីនេះលោកលូជីហេតុអ្វីបានជាអ្នកមិនថើបរ៉ូស៊ីតែម្ដងបន្ទាប់មកអ្នកទាំងអស់គ្នាក៏បានទះដៃថាថើបមួយទៅរំពេចនោះអ្នកនាងស៊ីរ៉ូក៏បានធ្វើមាត់ខ្ជូតដើម្បីឲ្យលោកលូជីនេះថើបលោកលូជីគាត់ក៏បានថើបតែម្ដងដោយមិនគិតច្រើនបន្ទាប់មកតួស្រីយើងគាត់ក៏បានមកដល់គាត់បានមកដល់ឃើញទស្សនភាពបែបនេះក៏បាននិយាយថាវាហាក់បីដូចជាខ្ញុំរំខានរឿងល្អរបស់អ្នកនៅពេលនោះមិត្តភ័ក្តិអ្នកនាងស៊ីរ៉ូក៏និយាយថាមនុស្សស្រីអីល្ងងម្លេះហេតុអ្វីក៏មករំខានគេនៅពេលដែលគេកំពុងតែមានក្តីសុខអ្នកនាងស៊ីរ៉ូក៏ធ្វើនិយាយថាបងស្រីសូមអ្នកកុំយល់ច្រឡំគ្មានអ្វីកើតឡើងរវាងខ្ញុំនិងអាជីទេបន្ទាប់មកលោកលូជីក៏បានឆ្លើយថាវាត្រឹមត្រូវហើយសូមអ្នកត្រឡប់ទៅមុនសិនទៅខ្ញុំនឹងត្រឡប់ទៅកំដរអ្នកវិញនៅពេលយប់នៅពេលនោះតួស្រីយើងគាត់ក៏បានបង្ហាញក្រដាស់កិច្ចសន្យាលែងលះក៏និយាយថាចុះហត្ថលេខាហើយខ្ញុំនឹងដើរចេញភ្លាមខ្ញុំនឹងមិនរំខានអ្នកទាំងពីរទេបន្ទាប់ពីតួស្រីយើងនិយាយដូចនេះអ្នកនាងស៊ីរ៉ូក៏ធ្វើជាភ្ញាក់ផ្អើលក៏និយាយថាលែងលះមែនទេនាងសាយក៏និយាយបន្តទៀតបងស្រីសូមឈប់មានចេតនាលើកលែងតែមនុស្សស្រីដូចអ្នកដែលធ្លាប់លេងជាមួយមនុស្សប្រុសជាច្រើនតើបើសិនជាអ្នកលែងលះតើនរណាគេហ៊ានយកអ្នកទៀតទៅពេលនាងនិយាយដូចនេះតួស្រីយើងនាងក៏បានដកដង្ហើមធំក៏សួរទៅកាន់ប្តីតើអ្នកគិតដូចនេះដែរទេលោកលូជីក៏បានឆ្លើយថាស៊ីនេះខ្ញុំបាននិយាយប៉ុន្មានដងហើយថារវាងខ្ញុំនិងស៊ីរ៉ូគ្មានអ្វីកើតឡើងទេអ្នកគ្រប់គ្នាសប្បាយចិត្តណាស់ថ្ងៃនេះអ្នកមិនត្រូវធ្វើរឿងមិនល្អបែបនេះទេលោកស្រីយើងក៏និយាយថាលូជីអ្នកនៅតែគិតថាខ្ញុំកំពុងខឹងមែនទេខ្ញុំបានផ្ញើកិច្ចព្រមព្រៀងលែងលះមិនថាអ្នកចុះហត្ថលេខាឬអត់ខ្ញុំនឹងមិនត្រឡប់ទៅនៅជាមួយអ្នកវិញទេតួស្រីយើងបាននិយាយរួចនាងក៏បានបោះលិខិតលែងលះនឹងទៅលើតែម្ដងបន្ទាប់មកតួស្រីយើងគាត់ក៏បានដើរចេញដោយមិនងាកក្រោយឡើយបន្ទាប់ពីតួស្រីយើងរត់ចេញទៅខាងក្រៅលោកលូជីក៏បានរត់ទៅតាមក្រោយដើម្បីតាមអង្វរតួស្រីរបស់យើងនៅពេលនោះអ្នកនាងស៊ីរ៉ូក៏បានស្រែកថាលូជីមិនក៏ទៅចោលខ្ញុំបែបនេះលោកលូជីកំពុងតែរត់តាមតួស្រីយើងក៏បានស្រែកហៅតួស្រីយើងថានេះអ្វីដែលអ្នកកំពុងគិតនេះធ្វើឲ្យខ្ញុំនេះច្របូកច្របល់បន្ទាប់មកតួស្រីយើងក៏ដោះដៃលោកលូជីចេញលោកលូជីក៏និយាយបន្តទៀតថាតើអ្នកប្រកាសជាចង់ចែកចេញពីខ្ញុំមែនទេប្រសិនជាគ្មានខ្ញុំអ្នកនឹងគ្មានអ្វីសោះគ្មានកន្លែងណាគ្មានអ្នកណានឹងទទួលយកនាងនោះទេគឺនាងមិនមានប្រយោជន៍ទោះតែសោះរំពេចនោះក៏មានបុរសម្នាក់ចេញពីឡានចាស់រៀងយ៉ាងសង្ហាតែម្ដងណាបុរសម្នាក់នេះក៏បាននិយាយថាអ្នកណាថាគាត់គ្មានប្រយោជន៍គ្មានអ្នកណាអាចគេចពីគាត់បានទេបន្ទាប់ពីលោកនិយាយដូចនេះលោកលូជីក៏បានបើកភ្នែកធំតែម្ដងលោកម្នាក់នេះក៏បានណែនាំខ្លួនដល់លោកលូជីគាត់ក៏បាននិយាយថាខ្ញុំឈ្មោះលោកស៊ូមានឆន្ទៈក្នុងការលះបង់ភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនស៊ូដោយគោរពអញ្ជើញកញ្ញាស៊ីនេះចូលរួមកម្មវិធីសិក្សារួមគ្នាទាំង7ប្រទេសនេះតួស្រីយើងក៏ងក់ក្បាលគាត់ក៏ដើរទៅលោកលូជីក៏បានចាប់ដៃតួស្រីយើងក៏និយាយថាអ្នកនឹងចូលរួមក្នុងគម្រោងស្រាវជ្រាវមួយតើអ្នកនឹងទៅយូរប៉ុណ្ណាហេតុអ្វីខ្ញុំមិនដែលឮអ្នកនិយាយដូចនេះតួស្រីយើងក៏បានគវាដៃចេញក៏និយាយថាលោករវល់តែជាមួយនឹងស៊ីរ៉ូអ្នកណាមានពេលមករវល់ជាមួយមនុស្សដែលគ្មានប្រយោជន៍ដូចខ្ញុំនោះបន្ទាប់មកលោកលូជីគាត់ក៏បានដកដង្ហើមធំក៏និយាយថានេះខ្ញុំពិតជារវល់ជាមួយការងារថ្មីនេះខ្ញុំសារភាពថាខ្ញុំបានធ្វើប្រហែលអ្នកប៉ុន្តែរឿងសំខាន់បែបនេះហេតុអ្វីបានជាអ្នកមិនពិភាក្សារឿងនេះជាមួយខ្ញុំជាមុនអ្នកគ្រាន់តែសម្រេចចិត្តដោយខ្លួនឯងបន្ទាប់មកតួស្រីយើងក៏និយាយថាខ្ញុំមិនចាំបាច់ពិភាក្សាអ្វីគ្រប់យ៉ាងជាមួយអ្នកទេបន្ទាប់មកមិត្តភ័ក្តិរបស់អ្នកនេះស៊ីរ៉ូក៏និយាយថាលោកលូអ្នកពិតជាមិនជឿថាគាត់នឹងចូលរួមក្នុងគម្រោងណាមួយមែនទេមនុស្សស្រីដូចជាគាត់ដែលត្រូវគេលេងជាមួយ
អ្នកដឹងទេថាអ្វីជាការអាណិតស្រីម្នាក់នេះក៏និយាយទៀតថាគ្រាន់តែមើលមុខកញ្ជ្រោងរបស់គាត់វាច្បាស់ណាស់ថាគាត់បានស្និទ្ធស្នាលជាមួយនឹងលោកស៊ូខ្ញុំចង់ដឹងកម្រិតរបស់នាងបន្ទាប់ទៀតលោកលោកជីក៏បានប្រាប់អ្នកទាំងអស់គ្នាថាបិទមាត់ទៅលោកលោកជីក៏និយាយទៅកាន់តួស្រីយើងថាឈប់សិនអ្នកបាននិយាយពីការលែងលះខ្ញុំគ្រាន់តែធ្វើពុតជាមិនបានលឺអ្នកគ្រាន់តែនិយាយរៀបរាប់អំពីទំនាក់ទំនងរវាងអ្នកនឹងជាមួយគាត់ខ្ញុំនឹងមិនដេញតាមវាទេខ្ញុំនឹងរាប់អានអ្នកដូចដើមដូចកាលពីមុនពួកស្រីយើងក៏និយាយថាល្អសម្រាប់ខ្ញុំតើនេះរាប់បញ្ចូលការមិនជួបស៊ីរ៉ូទៀតទេលោកលោកជីក៏និយាយខ្ញុំបាននិយាយនេះប៉ុន្មានដងខ្ញុំមិនមានអ្វីពាក់ព័ន្ធជាមួយនឹងគាត់ទេឥឡូវនេះអ្នកត្រឡប់មកវិញជាមួយខ្ញុំទោះស្រីយើងមិនយល់ព្រមទេនាងក៏បាននិយាយថាហេតុអ្វីបានជាអ្នកមិនអនុញ្ញាតឲ្យខ្ញុំទៅបន្ទាប់មកលោកស៊ូគាត់ក៏បានជួយចាប់ដៃអ្នកទាំងពីរកុំឲ្យលោកជីនេះនាំតួស្រីយើងទៅលោកស៊ូក៏បាននិយាយថាស្ថាប់ដោះលែងនាងទៅតើលោកលោកជីមានបញ្ហាក្រជីកមែនទេអ្នកមិនបានលើកញ្ញាស៊ីនីនេះប្រាប់ឲ្យអ្នកទៅទេតើអ្នកនៅទីនេះធ្វើអ្វីទៀតបន្ទាប់មកលោកលូជីក៏បាននិយាយថាខ្ញុំនិយាយជាមួយប្រពន្ធរបស់ខ្ញុំតើមានបញ្ហាអ្វីខ្លះតើលោកចង់បង្ករឿងជាមួយខ្ញុំមែនទេឆាប់ដោះដៃលោកចេញទៅបន្ទាប់មកលោកស៊ូក៏និយាយថាលោកលូខ្ញុំត្រូវរំលឹកអ្នកលោកស្រីស៊ីនីនេះឥឡូវនេះគាត់គឺជាដៃគូនៃក្រុមហ៊ុនស៊ូរបស់ខ្ញុំលោកស្រីក៏ជាតំណាងនៃគម្រោងសិក្សារួមប្រទេសទាំង5ផងដែរខ្ញុំជាប្រធានទទួលបន្ទុកគណៈប្រតិភូប្រទេសចិនដូច្នេះអ្នកនិយាយថាអាជីវកម្មរបស់គាត់មិនមែនជាអាជីវកម្មរបស់ខ្ញុំទេតើអ្នកនិយាយនេះកំពុងតែមើលងាយក្រុមហ៊ុនរបស់ខ្ញុំមែនទេបន្ទាប់មកលោកលូជីមិនដឹងថានិយាយតបតយ៉ាងណាគាត់ក៏បានដោះដៃតែម្ដងដោយមិនហ៊ានតបតជាមួយនឹងលោកស៊ូទៀតទេលោកស៊ូក៏បាននិយាយទៅកាន់តួស្រីយើងថាអ្នកនាងនេះពេលវេលាជិតអស់ហើយអញ្ចឹងពួកយើងឆាប់ទៅតួស្រីយើងក៏អរគុណដល់លោកស៊ូគាត់ក៏បាននិយាយថាអ្នកនិយាយបែបនេះដូចជាច្រើនពេកហើយតើអ្នកមានឆន្ទៈចូលរួមក្នុងគម្រោងនេះទេខ្ញុំគួរតែជាអ្នកអរគុណអ្នកបន្ទាប់មកតួស្រីយើងគាត់ក៏បានយល់ព្រមពួកគាត់ទាំងពីរគាត់ក៏បានឡើងឡានទៅតែម្ដងសូមរងចាំភាពបន្ត